នឹងឲ្យសួស្តីអ្នកទាំងអស់គ្នាថ្ងៃដែលយើងមកនិយាយតាក់ទងជាមួយនឹងការយកពន្ធបន្ថែមទៅលើផ្ទាំងសូឡាដែលខាងសហរដ្ឋអាមេរិកគាត់ទើបតែប្រកាសថ្មីណាដែលដាក់ពន្ធបន្ថែមទៅលើ4ប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍របស់យើងហ្នឹងគឺកម្ពុជាប្រទេសថៃប្រទេសវៀតណាមហើយនិងប្រទេសម៉ាឡេស៊ីហើយក្នុងនោះដែរក្នុងប្រទេសកម្ពុជារបស់យើងគឺដាក់ខ្ពស់មែនទែនគឺចំនួន 3,521% គឺខ្ពស់ខ្លាំងមែនទែនហើយហេតុផលនៃការដាក់ខ្ពស់នេះដែរខាងសហរដ្ឋអាមេរិកគឺបាននិយាយថាដោយសារតែខាងក្រុមហ៊ុនរបស់ទាំងអស់នឹងដែលនាំចូលទៅខាងសហរដ្ឋអាមេរិកណាអត់បានសហការឲ្យចប់ដើមបានន័យថាអត់បានចូលរួមសហការឲ្យបានត្រឹមត្រូវជាមួយនឹងខាងភាគីសហរដ្ឋអាមេរិកនឹងទៅហើយនៅក្នុងប្រទេសក្រៅពីប្រទេសកម្ពុជារបស់យើងដែរគឺមានប្រទេសវៀតណាមក៏គេដាក់ដែរគឺចំនួន 395.5% ហើយរីឯប្រទេសថៃវិញគឺចំនួន 375.2% ហើយប្រទេសម៉ាឡេស៊ីដែលតិចជាងគេគឺចំនួនតែ 34.4% ទេហើយយើងសួរមកវិញថាហេតុអីបានខាងសហរដ្ឋអាមេរិកគាត់បានដាក់គាត់យកពន្ធបន្ថែមទៅលើប្រទេសទាំងអស់ហ្នឹងបានន័យថាទាំង4ប្រទេសទាំងអស់ហ្នឹងហើយមូលហេតុដែលក្រុមហ៊ុនសហរដ្ឋអាមេរិកគាត់ស៊ើបអង្កេតថាត្រូវតែដាក់ពន្ធបន្ថែមទៅលើប្រទេសទាំងអស់ហ្នឹងណាអញ្ចឹងគឺដោយសារតែគេស៊ើបអង្កេតទៅគឺក្រុមហ៊ុនដែលរកស៊ីនៅក្នុងប្រទេសទាំង4ហ្នឹងមានកម្ពុជាថៃវៀតណាមហើយនិងម៉ាឡេហ្នឹងគឺជាក្រុមហ៊ុនដែលឧបត្ថម្ភធនបានន័យថាខាងរដ្ឋរបស់ខាងប្រទេសចិនហ្នឹងជាអ្នកឧបត្ថម្ភទៅមូលធនរបស់ក្រុមហ៊ុនទាំងអស់ហ្នឹងដើម្បីវិនិយោគអញ្ចឹងឥឡូវយើងសួរមកវិញថាគ្រាន់តែក្រុមហ៊ុនដែលជាក្រុមហ៊ុនដែលខាង government ខាងរដ្ឋាភិបាលរបស់ចិនជាអ្នកឧបត្ថម្ភធនហេតុអីបានខាងសហរដ្ឋអាមេរិកគាត់អត់អាចប្រកួតប្រជែងបានអញ្ចឹងបានន័យថានៅក្នុងប្រទេសសហរដ្ឋអាមេរិកនៅពេលដែលគេរកស៊ីបានន័យថាដោយសារតែការនាំចេញនៅពីប្រទេសរបស់យើងទាំង4ទាំងអស់ហ្នឹងណាវាលក់ក្នុងតម្លៃថោកនៅក្នុងសហរដ្ឋអាមេរិកដែលធ្វើឲ្យក្រុមហ៊ុននៅក្នុងស្រុករបស់សហរដ្ឋអាមេរិកអត់អាចប្រកួតប្រជែងបានអញ្ចឹងវានឹងប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុករបស់សហរដ្ឋអាមេរិកណានេះគឺជាអ្វីដែលមូលហេតុដែលធ្វើឲ្យក្រុមហ៊ុននៅក្នុងស្រុករបស់សហរដ្ឋអាមេរិកធ្វើការប្តឹងទៅរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកហើយដើម្បីស៊ើបអង្កេតក្រុមហ៊ុនទាំងអស់ហ្នឹងអញ្ចឹងនេះហើយជាមូលហេតុអញ្ចឹងបានន័យថាបើសិនបើក្រុមហ៊ុននឹងវាលក់ថោកមែនបានន័យថាគោលបំណងរបស់ក្រុមហ៊ុនទាំងអស់ហ្នឹងនៅពេលដែលលក់ថោកអញ្ចឹងក្រុមហ៊ុនដែលនៅក្នុងសហរដ្ឋអាមេរិកគាត់អាចប្រកួតប្រជែងបាននឹងដួលអញ្ចឹងធ្វើឲ្យក្រុមហ៊ុនចិននឹងក្តោបក្តាប់ទីផ្សារទាំងអស់ហ្នឹងណាអញ្ចឹងនៅពេលដែលបានក្តោបក្តាប់ទីផ្សារហើយយើងប្រកាសណាស់ថាតម្លៃនឹងគឺគេមានវាប្រកាសណាស់តម្លៃវានឹងក្តោបក្តាប់នៅពេលក្រោយណានេះគឺជាក្បួនរកស៊ីដែលខាងក្រុមហ៊ុនចិនគាត់ធ្វើអញ្ចឹងបានន័យថាមិនមែនតែក្រុមហ៊ុន Solar ទេអាចថាក្រុមហ៊ុន Lan Akisani ក្រុមហ៊ុនអីផ្សេងទៀតដូចជា BYD ដូចជាអីអញ្ចឹងនេះគឺអ្វីដែលគេនិយាយថាក្រុមហ៊ុនទាំងអស់ហ្នឹងគឺជាក្រុមហ៊ុនដែលឧបត្ថម្ភធនពីខាងរដ្ឋាភិបាលចិនអានេះគឺជាអ្វីដែលគេកំពុងតែស៊ើបអង្កេតអញ្ចឹងដោយសារតែគេគិតឃើញអញ្ចឹងហើយបានគេតម្លើងពន្ធដើម្បីឲ្យមានការប្រកួតប្រជែងស្មើភាពគ្នានៅក្នុងទឹកដីសហរដ្ឋអាមេរិកអានេះគឺតែខាងសហរដ្ឋអាមេរិកមួយទេយើងអត់ដឹងថាខាងអឺរ៉ុបឬមួយក៏ខាងប្រទេសអីផ្សេងគេនឹងតម្លើងតាក់ទងជាមួយពន្ធដើម្បីឲ្យវាស្មើភាពដើម្បីឲ្យស្មើភាពប្រកួតប្រជែងកុំឲ្យក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសមួយបិទទ្វារឬមួយក៏ដួលរលំអានេះប្រហែលជាអាចថាទៅតែចាប់ផ្ដើមទេអញ្ចឹងយើងគិតថាតែនៅការសម្រេចដែលក្នុងការដាក់ពន្ធនេះដែរណាការសម្រេចដែលក្នុងការដាក់ពន្ធនេះដែរគឺគេនឹងធ្វើឡើងចាប់ពីខែមិថុនានេះទៅដោយសារគេនឹងស៊ើបអង្កេតបន្ថែមហើយគេនេះគ្រាន់តែជាការប្រកាសទេប៉ុន្តែគេអត់ទាន់អនុម័តទេដោយសារតែគេឲ្យពេលក្នុងការដោះស្រាយអីនឹងពេលនៅក្នុងការស៊ើបអង្កេតទៀតអញ្ចឹងយើងចាំមើលវិញថាវានឹងទៅជាយ៉ាងណាហើយតើក្រុមហ៊ុនរបស់យើងបានន័យថាក្រុមហ៊ុនទាំងអស់នឹងដែលគេយកពន្ធបន្ថែមនេះនៅក្នុងស្រុកយើងនេះបានន័យថាយកពន្ធបន្ថែមហ្នឹងតើគ្រាន់តែជាការនាំចូលហើយផលិតផលសម្រាប់បានន័យថាគ្រាន់តែនាំហើយគ្រាន់តែផ្គុំឬមួយក៏ធ្វើផលិតផលសម្រាប់ឲ្យក្នុងការនាំចេញតើក្រុមហ៊ុនដែលទាំងអស់ហ្នឹងតើមានអត្ថប្រយោជន៍ដល់ស្រុកខ្មែរយើងអត់ទី1អញ្ចឹងអត្ថប្រយោជន៍ហ្នឹងអត្ថប្រយោជន៍ត្រង់ណាទី1តើបង្កើតការងារឲ្យប្រជាជនខ្មែរទេតើផ្ដល់ប្រាក់ចំណេញឬមួយក៏ការវិនិយោគច្បាស់លាស់នៅក្នុងស្រុកខ្មែរទេអានេះគឺជាមូលហេតុអញ្ចឹង
យើងសង្ឃឹមថាវាអត់ប៉ះពាល់ដល់ការងារឬមួយក៏អត់ប៉ះពាល់អីច្រើនការងារដល់ប្រជាជនកម្ពុជាប៉ះសិនបើខ្ញុំគិតថាដោយសារតើក្រុមហ៊ុនទាំងអស់ហ្នឹងគឺជាក្រុមហ៊ុនដែលមិនត្រូវការពលកម្មច្រើនអញ្ចឹងខ្ញុំគិតថាវាសង្ឃឹមថាវាអញ្ចឹងណាតែប៉ះសិនបើឧទាហរណ៍ថាប៉ះពាល់ទៅវិស័យកាត់ដេរយើងនឹងមានបញ្ហាច្រើនដោយសារតែបុគ្គលិកឬមួយក៏កម្មករអីផ្សេងណាអានេះគ្រាន់តែជាការគិតរបស់ខ្ញុំឯងហើយអញ្ចឹងចាំតាមដានមើលទាំងអស់គ្នាហើយបើសិនបើបងប្អូនមានជាយោបល់ឬមួយក៏មតិអាចខមមិននៅខាងក្រោមបានតើវានឹងទៅជាយ៉ាងណាហើយបើសិនបើការយកពន្ធទាំងអស់ហ្នឹងហើយតើការមើលឃើញថាអូហេតុអីបាននៅក្នុងប្រទេសយើងបានន័យថាហេតុអីបានប្រទេសកម្ពុជាយើងគេយកពន្ធខ្ពស់ជាងគេដាច់ទៅឆ្ងាយហើយកុំភ្លេចជួយ follow account របស់ខ្ញុំម្នាក់មួយផងអាចចូលទៅ follow account TikTok ក៏ដូចជា Facebook ដូច YouTube របស់ខ្ញុំផងដែរហ្នឹងហើយអរគុណច្រើន